កុំប្រឹងរកលុយអនាគតមកចាយនៅក្នុងពេលបច្ចុប្បន្នបងប្អូនមានឆ្ងល់អត់ថាហេតុអីបានរូបសម្បត្តិនិយាយថាកុំយកលុយអនាគតមកចាយនៅក្នុងពេលបច្ចុប្បន្នបងប្អូនទាំងអស់គ្នាងាយយល់ទេបងប្អូនទាំងអស់គ្នាព្រោះមនុស្សសម័យនេះមិនថាបងប្អូនមិនថារូបសម្បត្តិទេគឺប្រឹងប្រែងធ្វើម៉េចរកលុយនៅក្នុងការដែល support នៅក្នុងជីវិតព្រោះគិតថាពេលណាដែលយើងមានលុយគឺយើងស្រួលនៅក្នុងការដែលយើងចំណាយទៅលើរឿងសពបែបយ៉ាងពេលខ្លះយើងគិតថាយើងមានលុយគឺយើងមានសេចក្តីសុខយើងមានលុយយើងមានអ្វីៗគ្រប់យ៉ាងនេះគឺជាការយល់មិនថារូបសម្បត្តិឬក៏បងប្អូនទេតែបងប្អូនត្រូវចាំថាលុយបងប្អូនទាំងអស់គ្នារកចាប់ពីមួយខែមួយឆ្នាំពីរឆ្នាំ3ឆ្នាំ10 20ឆ្នាំឬក៏50 60ឆ្នាំហ្នឹងពេលណាដែលបងប្អូនមានវិបត្តិសុខភាពលុយដែលបងប្អូនប្រឹងរកទាំងប្រមាណហ្នឹងបងប្អូនទៅចាយនៅលើក្រែបែបទាំងអស់ព្រោះបងប្អូនទាំងគ្នាមនុស្សច្រើនមែនតើមកដល់ពេលបច្ចុប្បន្នកំពុងតែបំផ្លាញលុយអនាគតខ្លួនឯងរាល់ថ្ងៃអញ្ចឹងបងប្អូនទាំងគ្នាសំណួរសួរថាតើធ្វើម៉េចរក្សាលុយអនាគតឲ្យបានបងប្អូនចាប់ពីការតែពេលនឹងតទៅចាប់ពីវេលានឹងតទៅបងប្អូនធ្វើម៉េចថែទាំសុខភាពជាប្រចាំហើយជារៀងរាល់ថ្ងៃកុំចាំដល់ឈឺបានបងប្អូននឹងរត់ទៅរកពេទ្យកុំចាំដល់អត់ស្រួលខ្លួនចាំបានបងប្អូននឹងទៅឆែកអាប់សុខភាពមើលព្រោះបងប្អូនទាំងគ្នារាងកាយរបស់មនុស្សយើងរាល់ថ្ងៃនេះសឹងថា10នាក់ទាំង10នាក់ហើយដែលកំពុងតែប្រឈមជាមួយនឹងវិបត្តិសុខភាពមិនថាតិចមិនថាច្រើនហើយសួរថាតើយើងដឹងយើងមានវិបត្តិសុខភាពដោយអីមិនមែនដោយការបួសវែងមិនមែនដោយការស្ទាបស្ទង់ទេបងប្អូនទាំងគ្នាគឺដោយការបងប្អូនទៅឆែកសុខភាពមើលនឹងឯងទៅឆែកអាប់មើលបន្ទូខ្លួនរាងកាយបងប្អូនទាំងគ្នានឹងតើមានចន្លោះខ្វះខាតអីដែលបងប្អូននឹងអាចកែខៃទាន់ពេលវេលាព្រោះសម័យនេះអត់មាននរណារកចាក់ឆ្ងាយពីគីមីឬក៏ជាតិពុលបានទេដូច្នេះគឺមនុស្សទាំងអស់សល់បញ្ជាក់ឃើញថាយើងជួបវិបត្តិសុខភាពទាំងអស់គ្នាតែម្ដងគាត់ថាមានជំងឺច្រើនឬក៏មានជំងឺតិចនឹងឯងអញ្ចឹងបងប្អូនទាំងគ្នាបើសិនជាចង់ថែលុយអនាគតឲ្យល្អកុំភ្លេចអនុវត្តក្នុងការថែទាំសុខភាពពីឥឡូវនឹងតទៅលុយដែលបងប្អូនប្រឹងរករាល់ថ្ងៃហ្នឹងកុំបងប្រាថ្នាចាយនៅបន្ទប់ ICU បងប្អូនទាំងគ្នាព្រោះបន្ទប់សង្គ្រោះបន្ទាន់ឬក៏បន្ទប់ ICU ហ្នឹងមិនមែនជាកន្លែងចាយលុយរបស់យើងសម្រាប់តែយើងប្រឹងរកលុយមួយជីវិតហ្នឹងទេអញ្ចឹងបើសិនជាបងប្អូនចង់ចាយលុយដោយមានសេចក្តីសុខចាយលុយដោយមានមោទនភាពខ្លួនឯងហ្នឹងធ្វើម៉េចថែទាំរាល់ថ្ងៃទៅបងប្អូនទាំងគ្នាហើយការដែលយើងថែទាំសុខភាពហ្នឹងដូចជាអត់មានពិបាកឬអត់មានធ្ងន់ធ្ងរសម្រាប់ជាបន្ទប់របស់យើងខ្លាំងទេគាត់តែបងប្អូនផ្លាស់ប្ដូរទម្លាប់អត់ដែរហាត់ប្រាណមកហាត់ប្រាណធ្លាប់គេងយប់ជ្រៅមកគេងរៀងប្រឡប់បន្តិចកុំឲ្យយប់ជ្រៅពេកធ្លាប់អត់ដែលញ៉ាំទឹកក្រុមព្យាយាមញ៉ាំទឹកគ្រប់ពេញមកអត់ដែលញ៉ាំបន្លែអត់ដែលញ៉ាំពពុះអាហារដែលល្អព្យាយាមញ៉ាំបន្លែបានច្រើនជាងសាច់មកព្យាយាមបន្ធូរអារម្មណ៍ព្យាយាមកាត់បន្ថយ stress គ្រប់គ្រងគីឡូគ្រប់គ្រងការដែលបងប្អូននឹងមានវិបត្តិផ្លូវចិត្តកុំឲ្យមានការរីករាលដាលទៅជាបញ្ហា stress depression ឬក៏ toxic ឬក៏មានជំងឺផ្លូវចិត្តទាំងអស់ហ្នឹងហើយគឺជាសកម្មភាពដែលថែលុយអនាគតបងប្អូននឹងឲ្យនៅគង់បានអញ្ចឹងការចែករំលែកវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអ្នកគ្នាដែលស្ដាប់វីដេអូហ្នឹងទាំងអស់គ្នានឹងព្យាយាមថែលុយអនាគតខ្លួនឯងឲ្យនៅគង់កុំឲ្យចាយនៅបន្ទប់ ICU ចឹងការចែករំលែករបស់រូបសម្បត្តិមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាអរគុណជូនបងប្អូនសុខសប្បាយយូរវែងគ្រប់ក្រុមគ្រួសារផងដែរអរគុណ